សួស្តីក៏ដូចជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាដែលជា fan តរបស់ខ្ញុំហើយទៅតែ fan អញ្ចឹងណាជាធម្មតាចេកយើងស្គាល់ចេកច្រើនហើយចេកនេះតែនេះចេកដែលដុះនៅតែងតែដុះនៅក្នុងព្រៃហើយចេកនេះដែរខ្លះក៏ហៅថាចេកព្រះខ្លះក៏ហៅថាចេកដើមធំអីមិនទេខ្ញុំក៏មិនសូវច្បាស់ដែរប៉ុន្តែពូម្នាក់គាត់បានប្រាប់ថាជីចេកព្រះមានវាដុះនៅក្នុងព្រៃហើយដើមវាធំនេះដោយសារយើងដាំទៅវាអត់សូវមានទឹកគ្រប់គ្រាន់ដើមវារាងតូចចឹងប្រហែលជាកម្ពស់2ម៉ែត្រជាងហ្នឹងវាចេញទៅតែចេញផ្កាកាលពីនៅក្នុងព្រៃគេថាដើមវាធំណាអោបមកជុំកម្ពស់វារហូតដល់6ម៉ែត្រអីបានចេញផ្កាហើយនេះខ្ញុំបានដាំវារយៈពេលមកដល់ឥឡូវគឺ4ឆ្នាំជាងហើយក្នុងកំឡុង4ឆ្នាំនេះក៏គ្មានកូនគ្មានអីបែកមកដែរគឺទៅតែចេញធ្លាក់ទៅយោងមកក្របបែបហ្នឹងហើយវាទៅតែមានផ្កាផ្លែលើកដំបូងអញ្ចឹងផ្លែម្យ៉ាងដែរហើយមិនដឹងថាវាដុះកូនយ៉ាងម៉េចដែរបើតាមស្ដាប់ការរៀបរាប់របស់ពូដែលខ្ញុំស្គាល់ហ្នឹងគាត់ថាវាមិនងាយមានកូនទេវាអាចកូនតាមរយៈគ្រាប់អញ្ចឹងយើងចាំមើលនៅពេលដែលវាទុំយើងយកគ្រាប់វាទៅដាំអញ្ចឹងក្នុងរយៈពេល 4-5 ឆ្នាំបានវាផ្កាវាផ្លែចេញទៅយោងអញ្ចឹងណាអញ្ចឹងយើងក៏តាមដានមើលបន្តទៀតដែរវាចម្លែកមែនតើហើយបងប្អូនយើងច្បាស់ជាមិនដែលធ្លាប់ឃើញមិនដែលធ្លាប់ស្គាល់បើបងប្អូនចង់ស្គាល់ចង់ឃើញបងប្អូនអាចអញ្ជើញទៅរីសតការព្រៃហើយនៅក្រោយអាងហែលទឹកហ្នឹងតែម្ដងអញ្ចឹងបងប្អូនអាចនឹងឃើញហើយចេកហ្នឹងខ្ញុំបានដាក់ផ្លាកវាតែអាយុ2ឆ្នាំប៉ុន្តែតាំងពីដាំវាមកមុនបើករីសតអញ្ចឹងឥឡូវបើករីសតបាន4ឆ្នាំជាងហើយអញ្ចឹងវាទៅធ្លាក់ទៅយោអញ្ចឹងអត់មាននេះទេវាប្លែកមែនតើហើយគួរជាទីចាប់អារម្មណ៍ដល់បងប្អូនដែរអញ្ចឹងបងប្អូនអាចទៅមើលផ្ទាល់បានហើយដើមនេះក៏មិនតូចដែរដើមធំមិនធម្មតាដែរណាតែវាតូចជាងចេកណាំវ៉ាដែលមានទឹកច្រើនខ្លះដែលវាមានជីមានទឹកគ្រប់គ្រាន់ច្រើនគឺវាតូចជាងដែរតែនេះដើមវាល្បាក់ពេញរហូតដល់6ម៉ែត្រប៉ុន្តែជាក់ស្ដែងគឺដោយសារនៅតំបន់យើងវារៀងអត់សូវមានទឹកឡើយហើយវាប៉ុណ្ណឹងអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងរៀបចំចាំមើលនៅពេលដែលវាទុំខ្ញុំនឹងយកផ្លែរបស់វាដែលមានគ្រាប់ក្នុងហ្នឹងយកទៅបណ្ដុះឲ្យវាបានជាកូនថ្មីហើយយើងក៏មិនទាន់ច្បាស់ថាវាដុះ 100% ដែរប៉ុន្តែនឹងផ្សាំវាឲ្យវាមានកូនដើម្បីលំអហើយនឹងចែករំលែកដល់អ្នកដែលចង់បានអរគុណច្រើនសម្រាប់ការតាមដានជួយចុច Subscribe នៅលើ Channel របស់ខ្ញុំមួយផងអរគុណច្រើន